អាយុនេះមួយពរសម្បុរនេះពីរណាពរសម្បុរហ្នឹងណាហើយសេចក្តីសុខនេះ3ឲ្យបានយុះនេះ4ឲ្យកើតឋានសួគ៌នេះ5ធัว5យ៉ាងហ្នឹងណាញោមសុំមិនបានទេប្រាថ្នាក៏មិនបានដែរបន់ស្រន់ក៏មិនបានដែរញោមចំណាំទៅវត្តឲ្យធូបបន់ស្រន់ចាំមើលអាត្មានៅលើបញ្ជាក់មានសម្ដែងក្នុងគម្ពីរអង្គុត្តរនិកាយបញ្ចកនិបាត3ដកលេខ44ទំព័រ95ញោមឯងចង់ដឹងទៅបើកមើលខ្លួនឯងធัว5យ៉ាងជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រ5យ៉ាងគឺអាយុនឹង1សូមឲ្យអាយុវែងហើយពរសម្បុរនឹង2សូមឲ្យពរសម្បុរស្អាតសុខៈនឹង3សូមឲ្យខ្ញុំសុខកុំឲ្យកើតទុក្ខឲ្យបានយុស័កធំឯកឧត្តមអុកញ៉ានឹង4ស្លាប់ទៅសូមឲ្យកើតឋានសួគ៌នឹង5ធัวទាំង5យ៉ាងនេះมันអាចសុំมันអាចប្រាថ្នាมันអាចបន់ស្រន់បួងសួងបានទេហ្នឹងណាញោមស្ដាប់ឲ្យច្បាស់ហើយអាត្មានឹងលើករឿងបញ្ជាក់មុននឹងចូលដល់កម្មវិធីបុណ្យ100ថ្ងៃត្រូវបញ្ជាក់កន្លែងហ្នឹងឲ្យញោមដឹងសួរថាធម៌ទាំង5ហ្នឹងឲ្យសិតតែយើងចង់បានណាញោមពីព្រោះធម៌ទាំង5ហ្នឹងញោមមើលជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តមនុស្សលោកយើងហ្នឹងឥឡូវអាត្មាទាញឧទាហរណ៍ជាក់ស្ដែងដូចថ្ងៃសិលញោមឲ្យធុកមុខព្រះអង្គអើយសូមឲ្យខ្ញុំនឹងអាយុវែងមិនអញ្ចឹងព្រះអង្គអើយសូមឲ្យខ្ញុំមានរូបល្អព្រះអង្គអើយសូមឲ្យខ្ញុំបានសុខណែសូម3មួយទៀតព្រះអង្គអើយសូមឲ្យខ្ញុំបានយុស័កធំសូមឲ្យកូនខ្ញុំនឹងបានធ្វើអ្នកធំណែសត្វប្រាថ្នាហ្នឹង4ព្រះអង្គអើយសូមឲ្យខ្ញុំស្លាប់ទៅឲ្យបានកើតឋានសួគ៌ហ្នឹងសត្វតអ្នកធ្លាប់សុំទាំងអស់ហ្នឹងមិនអត់ទេធ្លាប់ទាំងអស់ហ្នឹងហើយចាំមើលអាត្មាលើកសម្ដែងឲ្យញោមស្ដាប់ថាធัวទាំង5យ៉ាងហ្នឹងយើងសុំយើងបន់យើងប្រាថ្នាមិនបានទេប៉ុន្តែយើងធ្វើយ៉ាងម៉េចទៅបានមានសម្ដែងក្នុងគម្ពីរអង្គុត្តរនិកាយបញ្ចកនិបាត3ដកលេខ44ទំព័រ95ក្នុងកាលនោះញោមរឿងធัว5យ៉ាងហ្នឹងអ្នកណាអ្នកទូលសួរព្រះញោមអនាថបណ្ឌិកសេដ្ឋីញោមធ្លាប់លឺអនាថបណ្ឌិកសេដ្ឋីទេធ្លាប់លឺទេហើយធ្លាប់ស្គាល់ទេធ្លាប់ស្គាល់ទេហើយតើកើតពីកាលបានស្គាល់គាត់តែនិយាយថាធ្លាប់លឺបើមិនជឿទេញោមឯងសួរបុតត្រាប្រអិននេះបុតត្រាប្រអិនពងទេសនាចុះភ័យអាត្មាដាក់ឈ្មោះបុតត្រាព្រះអិនហៅកាត់ថាទេពសរិនសុនសេរីសសវណ្ណច័ន្ទមនីឌីរតនាឡុងច័ន្ទថាចំឈ្មោះនេះដូចទូកងួរថ្នមស្លែអញ្ចឹងញោមណារឿងហ្នឹងអាត្មាប្រាប់ឲ្យសំដែងទៅច្បាស់បដ ாய் ច្បាស់ហ្មងពីព្រោះធម៌5យ៉ាងហ្នឹងអ្នកណាក៏ប្រាថ្នាដែរធម៌5យ៉ាងហ្នឹងអនាថបណ្ឌិកសេដ្ឋីចូលទៅវត្តចេតពុនក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយអង្គុយក្នុងទីដ៏សមគួរហើយសួរព្រះអង្គរឿងធម៌5យ៉ាងហ្នឹងបានព្រះអង្គសម្ដែងជាមួយអនាថបណ្ឌិកសេដ្ឋីថាមនាលកហបតីធัวទាំង5យ៉ាងជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រក្នុងលោកណែរកបានដោយកម្រក្នុងលោកទៀតមិនមែនរកបានដោយងាយទេរកបានដោយកម្រក្នុងលោកតើធัวទាំង5យ៉ាងនោះដូចម្ដេចខ្លះណែធัวទាំង5យ៉ាងនោះដូចម្ដេចខ្លះទី1អាយុជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រក្នុងលោកមួយទី2ពរសម្បុរជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយកម្រក្នុងលោក2ទី3សុខៈសេចក្តីសុខជាទីប្រាថ្នា
ជាទីកប់ចិត្តជាទីត្រេកអររកបានដោយកម្រក្នុងលោក3ណាស្អីគេញោមថ្នោតទុំជ្រុះអីអូតកកហើយដល់ទី4ពួរសម្បុរយុស័កសូមឲ្យមានស័កធំនឹងអាហ្នឹងជាទីប្រាថ្នាជាទីកប់ចិត្តជាទីត្រេកអររកបានដោយកម្រហើយនឹងឋានសួគ៌ធម៌ទាំង5យ៉ាងនេះព្រះអង្គបញ្ជាក់ថាតថាគតមិនបានពោលថាការបាននៅធម៌ទាំង5នេះបានដោយការបន់ស្រន់ឬបានដោយការប្រាថ្នានោះទេព្រះលោកសម្ដែងអញ្ចឹងប្រសិនព្រះអង្គសម្ដែងបញ្ជាក់ទៀតថាប្រសិនបើធម៌ទាំង5យ៉ាងនោះអាយុពួរសម្បុរសេចក្តីសុខយុស័កឋានសួគ៌បានដោយការបន់ស្រន់បានដោយការប្រាថ្នាមែនបុគ្គលដទៃអាចនឹងញ៉ាំងបុគ្គលដទៃឲ្យវិនិច្ឆ័យបានអាស្រ័យការបន់និងការប្រាថ្នានឹងដូចគ្នាឥឡូវឧទាហរណ៍ថាញោមបន់ឲ្យបានសុខញោមបន់ឲ្យអាយុវែងញោមបន់ឲ្យរកស៊ីមានហើយញោមអត់រួណាហើយញោមបន់បានមែនបើញោមបន់អញ្ចឹងបានមែនណាញោមឯងស្អប់អ្នកដតីក្បែរផ្ទះហ្នឹងញោមឯងបន់ងាប់បែរទាំងអស់ហ្នឹងគ្មានសល់មួយទេចឹងមែនទេញាតិញោមអាហ្នឹងរឿងពិតញោមទម្លាក់ដៃចុះកុំឲ្យចុកដៃអីព្រោះញោមធ្លាប់សាពះតាំងពីលោកសូត្រមន្តថ្វាយអង្គមមកហើយដាក់ដៃលើជើងចឹងទៅចឹងទៅសនុកក្រែងម្ចាស់ប៉ុនមានអង្វាន់អីជូនអីយើងយូរទៅវាមិនចុកដៃហ្នឹងអាត្មាប្រាប់យកតប៉ុនទេញោមហ្នឹងហើយអាត្មាប្រាប់យកតប៉ុនទេហ្នឹងហើយនេះគ្រាន់តែបញ្ជាក់ញោមអញ្ចឹងណាអញ្ចឹងតើធម៌ទាំង5នោះបាននឹងបានដូចម្ដេចណែញោមចង់ដឹងធម៌ទាំង5នោះប្រាថ្នាបន់ស្រន់មិនបានទេព្រះលោកសម្ដែងថាមិនបានទេឥឡូវយើងឆ្ងល់បន់បានហ្មងបើយាយតាថ្ងៃសិលបុតដុតបន់រាល់ថ្ងៃព្រះវត្តខ្លះអាត្មាព្រះវត្តខ្លះនៅលើសាលាឆាន់នោះព្រះឈួរអោបបាតព្រះអង្គឈួរអោបបាតហើយគេដាក់ជើងធូបនោះហ្នឹងមនុស្ស50-60នាក់អាថ្ងៃពេញបោខែដាច់គេនោះម្នាក់នោះ5សរសៃយាយនោះថាបើគេ5អញ5ដែរ5សរសៃយាយនោះទៅអញ5ដែរហើយដឹងស្អីខ្លះម៉ត់អីអូយបន់អាខ្លះបន់អាខ្លះដាក់បដាសាខ្លះស្អីអាណាខឹងអាណារស់ស៊ីមានក្បែរផ្ទះឲ្យវាលាយទៅព្រះអង្គអើយកុំឲ្យវានៅហើយខ្ញុំស្អប់ខ្ពើមណាស់រាល់ថ្ងៃវាពាក់ខ្សែកបង្អួតខ្ញុំចៃអាហ្នឹងបន់ដែរហ្នឹងបន់ឲ្យគេអាលាយបន់ឲ្យគេចោលប្លន់ចេះបន់ណាហើយបន់ឲ្យព្រះជួយហើយព្រះមិនដឹងជួយអាម៉េចញោមអាខ្លះបន់សុំសុកអាខ្លះទៀតព្រះអង្គអើយស្អប់ណាក្បែរផ្ទះហ្នឹងវាមិនដឹងរស់ស៊ីស្អីវាមានអីមានព្រះអង្គហើយវាឌឺខ្ញុំវាពាក់តែខ្សែកឌឺខ្ញុំព្រះអង្គអើយឲ្យចោលប្លន់វាទៅព្រះអង្គណាវាទៅឲ្យចេះទៅវិញទៅហើយខ្លះទៀតបន់ណាព្រះអង្គអើយព្រះអង្គបើកណាមានជំងឺមានទុកមានទោសអីហ្នឹងគឺថាសុំទម្លាក់ចោលផ្ញើមួយព្រះអង្គហើយកណាយកទៅសុកឲ្យស្រួលទៅវិញទេណាឲ្យជំងឺព្រះទៀតញោមហើយបើសិនជាព្រះចេះកើតខ្យល់វិញអត់ដឹងបានពីណាទៅកោខ្យល់ឲ្យព្រះទេហើយអាចឹងអីវិញណាមិនសូវស្រួលទេមុខហ្នឹងមិនសូវស្រួលទេទៅវត្តហ្នឹងមិនមែនទៅលេងសើចទេខ្លះហ្នឹងលោកគ្រូអើយកណាឈឺហ្នឹងយូរឆ្នាំហើយចេះតែក្អមបាត់ឈឺជើងឈឺដៃមកនឹងកូនគេគ្រាមកគេជូនមកទេហើយខ្ញុំកណាសុំប្រកេនបច្ច័យ4នឹង10000ហើយចង្ហាន់ហ្នឹងមហូបមួយស្រាក់សម្លមួយស្រាក់ហើយមួយទៀតកណាសុំប្រកេនជំងឺហ្នឹងទុកនឹងលោកគ្រូហើយអាត្មារកចង់ផ្ទះយាយនោះបាក់ថ្មិញចេញម្ដងស្អប់គេ10លានអីវិញទៅថាវាគ្រាន់បន្តិចគេ10000ឲ្យឯងទិញថ្នាំប៉ារ៉ាលេបមិនគ្រប់ហ្នឹងណាហើយលោកខ្លះលោកយោអាត្មាមិនយោទេអាត្មាធ្លាប់ទៅសូត្រមន្តឲ្យគេទៅសូត្រមន្តញោមខ្មែរយើងរំដោះគ្រោះគេមិនចំណាំដាក់កណាត់សគ្រួពីលើមិនអញ្ចឹងអាគេយកអង្គរាប់ខែរាប់ឆ្នាំមកដូចមកថាបើញោមអាយុ60
គេកាយឲ្យគ្រប់60គេរាប់1 2 3ហ្នឹងប៉ិនមានអាចារ្យមួយឆ្លាតជុំយកប៉ិនងាប់បាត់ហើយតាហ្នឹងបកាយយកអង្គគេពេកញោមឯងមើលលេងអាហ្នឹងរឿងពិតអត់និយាយរឿងលេងសើចញោមឯងមើលអាយុគេ55គាត់វល់55កំប៉ុងហើយចុះប្រពន្ធ45ទៀតមិន45កំប៉ុងហើយអង្គហ្នឹងមានប្រកេនលោកណាចំនួនហ្នឹងញោមឯងកើតមិនតាន់ទេចំនួនហ្នឹងតាំងពីញោមឯងនៅទូចនោះអាត្មាដែរបានកើតតន់អើយក្អកដាក់សាយមិនសូវស្រួលខ្លួនទេក្អកហ្នឹងក្អកហេវបមកអាត្មាឃើញផ្ទាល់ហ្មងមាននេះញោមអើយសូត្រតែមកផ្ទះតានឹងពុនចង់ងាប់ម្លេចអាខាងនេះមកថងអាខាងនេះមកថងរែកទៅផ្ទះហ្មងហើយបើមួយថ្ងៃនឹងសូត្រ3ផ្ទះគ្រប់ទឹកតែហ្មងចុះលេងចុះមួយឆ្នាំមកកំប៉ុងវល់1 2 3 4 5ដាក់តៅមកផ្អៀងអាកំប៉ុងយើងហ្នឹង1 2 3 4 5 55ដាក់55កំប៉ុងហ្នឹងប៉ុន្តែมันបានពេញទេបើពេញឲ្យគៀសមាត់ទៀតគេថាយើងចង់បានអញ្ចឹងគាត់មិនគៀសមាត់ទេគាត់ធ្វើ1 2 3ម៉ែឲ្យបានគាត់ទាំងអស់ហើយដល់ពេលឆាកទៅប្រកបលោកគ្រូឆាកណាយកចង្រៃគ្រោះថ្នាក់ហ្នឹងដល់លោកសូត្រអចរាំង3ដងអចរាំងវត្តយ៉ាងកាយយោបតវឹងអតិសេសតិឈុតធោពេតវិញ្ញាណដរតថាវកលង្ការាំងឆាក3ដងឲ្យស៊ូដាច់ហើយលោកទាញមកលោកគ្រូអើយសុំចង្រៃឧបទ្រពដែលលោកគ្រូឆាកហ្នឹងសុំប្រកេនលោកគ្រូយកទៅវត្តចុះអាត្មាអត់ទេញោមឯងយកកណាត់នឹងទៅបោះចោលក្បែរបលាយនោះទៅអាត្មាមិនយកទៅទេអាត្មាមិនយកទេអូប្រកេនមើលឲ្យឯងយកចង្រៃទៅទៀតកុំសង្ឃឹមអូនទៅមិនរួចទេហើយលោកតានោះលោកចាស់ហ៎គេប្រកេនថាលោកតាយកចង្រៃហ្នឹងទៅវត្តផងលោកឬដាក់យាមភ្លុកហើយលោកក្អកម្ដងចង់ធ្លាក់សួតលោកបកាយសូត្រមន្តយកអាចង្រៃហ្នឹងទៅឥឡូវសគាត់បាត់ឈឹងចឹងចុះឲ្យសមមុខប្រកេន10000ហើយឲ្យយកចង្រៃទៅឥឡូវសគាត់បាត់ហើយញោមលោកសគាត់អាយុតិចដែរ86អាហ្នឹងដល់ពេលវេលាហើយញោមដល់ពេលវេលាហើយបែរមកវិញទោះបីជានិយាយយ៉ាងណាក៏ត្រូវតែចូលរឿងធัว5យ៉ាងហ្នឹងដែរបែរមកវិញថាធัวទាំង5យ៉ាងនេះអ្នកកាន់ពុទ្ធសាសនាជាពិសេសអ្នកដែលមិនបានយល់ច្បាស់ស៊ីជម្រៅក្នុងពុទ្ធសាសនាឲ្យតែទៅវត្តឲ្យតែទៅកន្លែងដើមពោណាកន្លែងដើមជ្រៃណាកន្លែងណាដែលមានព្រះក្នុងពហិសាលាឆាន់ឬក៏សាលាសំណាក់ក្តីតែងតែបន់ហើយធัว5យ៉ាងហ្នឹងគឺបន់ហ្មងប៉ុន្តែព្រះសម្មាសម្ពុទ្ធបញ្ជាក់ឲ្យថាបន់ស្រន់ប្រាថ្នាមិនបានទេញោមបន់ឲ្យងាប់ក៏មិនបានដែរតែបើញោមចង់បានត្រូវធ្វើយ៉ាងម៉េចអនុវត្តទៅបានធ្វើទៅបានទាញឧទាហរណ៍ងាយស្ដាប់ញោមមានស្រែគេមានស្រែគេបូមទឹកគេភ្ជួរគេរោះគេព្រួសគេមើលភ្លឺក្តាមកាយរន់គេត្រូវបត់ស្រូវខៀវគេបាយជីគេបាញ់ថ្នាំតម្រាំបានស្រូវបានផ្លែផ្កាហ្នឹងតើគេធ្វើរបៀបម៉េចហើយចោះយើងមានស្រែដែរយើងអត់ធ្វើទេទៅដល់លេងអុយធូរឲ្យមកបាច់ហ្មងដោតកដាលស្រែបន់លើកដៃសូមទេវតាសូមព្រះអង្គណាហើយជួយឲ្យស្រែខ្ញុំចេញស្រូវឲ្យដូចគេបន់ឲ្យងាប់ក៏មិនចេញស្រូវដែរបើឯងជួមរោះផងហ្នឹងចឹងមែនទេញោមអាហ្នឹងរឿងពិតរឿងមែនយ៉ាងណាមិញធัวទាំង5យ៉ាងហ្នឹងញោមបន់មិនបានប្រាថ្នាមិនបានទេហ្នឹងក្នុងគម្ពីរអង្គុត្តរនិកាយបញ្ញកនិបាត3ដកលេខ44ទំព័រ95ក្នុងអធិសូត្រដែលព្រះអង្គសម្ដែងប្រពចំពោះអនាថបណ្ឌិកសិទ្ធិអញ្ចឹងយើងបន់មិនបានយើងបន់ស្រន់មិនបានយើងប្រាថ្នាមិនបានតែយើងធ្វើទៅបានទី1អាយុញោមចង់បានអាយុវែងមិនងាយស្លាប់ញោមកុំធ្វើទោសបាណាតិបាតស្រាប់តន់ទេញោមកុំសម្លាប់សត្វហើយញោមនិយាយអញ្ចឹងថាទៀតចុះបើមិនសម្លាប់លោកឯងឆានអំបិលចុះអត់ទេអាត្មាមិនថាយទេញោមឯងប្រកេនស្អីក៏ឆានដែរបើប្រកេនបែងក្បឿងញោមឯងហូបគ្នាញោមឯងទៅអាត្មាមិនឆានទេ